ស្រែបងសរំកូនស្រេងបាននៅខាងខេត្តកំពង់ធំដែលគាត់ធ្វើការបាជីលើកទី1ដែលប្រើប្រាស់ GNPK 2816បាទទៅលើស្រូវពូជ OM 5451ដែលមានអាយុ22ថ្ងៃហើយស្រែគាត់ច្រើនគាត់បានចំទាន់ទេបាទអញ្ចឹងពជាពេលរហូតដល់22ថ្ងៃដែលស្រែនេះព្រោះថ្ងៃទី27ខែ12ឆ្នាំ2025ដល់ថ្ងៃនេះដែរគឺថ្ងៃទី18បាទថ្ងៃទី18ខែមករាឆ្នាំ2026គឺមានរយៈពេល22ថ្ងៃហើយយើងឃើញថាគាត់បានដាក់ទឹកពេញស្មើល្អឥឡូវចាប់ដើមធ្វើការបាជីក្នុងស្រែបាទនេះស្រូវដែលយើងធ្វើការបាជីដំបងយើងឃើញថាដងដើមរបស់វាគឺមិនទាន់ជាមានបាយកូនទេទោះបីអាយុ20ថ្ងៃជាងក៏ដោយឃើញថាម្ដងនៅឡើយទេហើយស្រូវតែប៉ុន្តែគាត់ត្រូវធ្វើការបាញ់ថ្នាំមុនដាក់ជីល្អប៉ុន្តែដោយសារតែគាត់រវល់គាត់ជាប់ច្រើនអញ្ចឹងស្អែកទៅគាត់អាចធ្វើការបាញ់ថ្នាំបានស្រូវនេះក៏មានទ្រីបអត់ទាន់ដាច់ដែរបាទយើងត្រៀមនឹងធ្វើការប្រើប្រាស់សាមូរ៉ៃបាទបាញ់ថែទាំនឹងទម្លាក់ពពួកទ្រីបចោល